ផលបង្កើតនៅក្នុងស្រុកអាជីវកម្មតឆ្លងប្រដៅដៃកែច្នៃដោយកូនខ្មែរដ៏សម្បូរបែបប៉ុណ្ណោះទេតែលើពីនោះនេះហើយជាផ្សារខ្មែរដែលអាចក្លាយជាមេដៃទេសចរថ្មីមួយទៀតណាសម្រាប់តាក់ទាញភ្ញៀវទេសចរជាតិហើយនិងអន្តរជាតិបងប្អូននៅថ្ងៃនេះគឺជាកម្មវិធីសម្ពោធជាផ្លូវការផ្សារទេសចរភូមិខ្មែរអ្នកធ្វើនៅផ្សារទំនើបជីបម៉ុង271មេហ្គាម៉ុលឃើញថាមានការចូលរួមពីសំណាក់លោកអ្នកអង្គការភិបហៀដែលជាស្ថាបនិកក្រុមហ៊ុនជីបម៉ុងលោកជំទាវតែសវណ្ណីដែលជាអគ្គនាយកពហុពាណិជ្ជកម្មនិងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុងរួមជាមួយនឹងរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងរដ្ឋលេខាធិការក្រសួងទេសចររួមជាមួយនឹងភ្ញៀវកិត្តិយសជាច្រើនអ្នកផ្សេងទៀតមកចូលរួមអបអរនៅក្នុងថ្ងៃនេះហើយទន្ទឹមជាមួយគ្នានេះដែរឃើញថាថ្នាក់ដឹកនាំក៏បានសង្កត់យ៉ាងធ្ងន់ថាផ្សារទេសចរមួយនេះណាមិនធ្វើផ្ដោតសំខាន់ទៅលើប្រាក់ចំណេញនោះទេហើយសូម្បីតែខាតបង់តិចតួចក៏ជីបម៉ុងនៅតែព្យាយាមបង្កើតភូមិខ្មែរអ្នកធ្វើនេះឲ្យចេញជារូបរាងដោយបងប្អូនឃើញនៅក្នុងវីដេអូនេះដែរដើម្បីចូលរួមជំរុញនៅក្នុងការប្រើប្រាស់ផលិតផលនៅក្នុងស្រុកយើងបង្ហាញស្នាដៃវប្បធម៌ខ្មែរឲ្យកាន់តែទូលំទូលាយរួចចាក់ខកវិស័យដ៏ធំមួយទៀតនោះគឺចង់ឲ្យផ្សារមួយនេះក្លាយទៅជាមេដៃទេសចរថ្មីមួយទៀតសម្រាប់តាក់ទាញភ្ញៀវទេសចរជាតិហើយនិងអន្តរជាតិទៅណាឲ្យមកស្គាល់អ្វីទៅជារបស់ខ្មែរពិតប្រាកដបងប្អូនតោះឥឡូវបងប្អូនអាចមកមើលនៅក្នុងវីដេអូនេះជាក់ស្ដែងបាននៅក្នុងផ្សារទេសចរភូមិខ្មែរអ្នកធ្វើនេះឃើញថាមានផលិតផលសម្បូរបែបច្រើនមែនទែនមានតាំងពីកន្លែងកែច្នៃសម្បកពោតទៅជាផ្កាច្រើនប្រភេទមានកន្លែងបោះពុម្ពធម្មជាតិណាដែលគាត់កែច្នៃស្លឹកឈើហើយនិងផ្កាមកបោះពុម្ពលើសម្លៀកបំពាក់មានកន្លែងលក់វត្ថុអនុស្សាវរីយ៍លក់គ្រឿងអលង្ការប្រពៃណីបែបមានចម្លាក់មានជាមួយនឹងឧបករណ៍ជាច្រើនផ្សេងទៀតឧបករណ៍តន្ត្រីបុរាណយើងណារួមជាមួយនឹងម្ហូបអាហារខ្មែរចម្រុះមុខច្រើនណាបងប្អូនហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ពេលដែលមកដល់កន្លែងនេះណាគឺខ្ញុំចាប់អារម្មណ៍ទៅលើការរៀបចំនិយាយពីថាស្អាតមែនតើចូលមកដូចនៅក្នុងភូមិខ្មែរឬក៏សហគមន៍ខ្មែរមួយដែលយើងមើលមកដល់យើងគយគន់សម្រស់ផ្សារនេះហើយគឺអត់ចង់ទៅណាតែម្ដងបងប្អូនអាចមកលេងបានណាផ្សារទេសចរភូមិខ្មែរអ្នកធ្វើនេះគឺបើកដំណើរការរៀងរាល់ថ្ងៃចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង9យប់ទីតាំងគឺនៅផ្សារទំនើបជីបម៉ុង271មេហ្គាម៉ុលនៅជាន់ទី1តែម្ដងទល់មុខជាមួយនឹងជីបម៉ុង Supermarket បងប្អូនហើយចំពោះវីដេអូរបស់ពួកខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេចំពោះព័ត៌មានលម្អិតឬក៏បងប្អូនឆ្ងល់នៅចំណុចណាមួយអាច comment សួរពួកខ្ញុំបានពួកខ្ញុំនឹងតបរាល់ comment របស់ពុកម៉ែបងប្អូនទាំងអស់គ្នា